បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះចេញវីដេអូមួយទាក់ទងជាមួយនឹងការផុសវីដេអូបងប្អូនបាទអញ្ចឹងវីដេអូមុនខ្ញុំធ្លាប់បាននិយាយថាពេលយើងផុសវីដេអូក្នុង Channel YouTube របស់យើងគឺយើងបើយើងផុសតឡងណាបងប្អូនបាទហើយបើយើងផុសសតយើងផុសតែសតទៅយើងកុំលាយគ្នាអញ្ចឹងណាកាលណាតែយើងលាយគ្នាគឺវាអាចនឹងធ្លាក់ view របស់យើងជាក់ស្ដែងដូច channel របស់ខ្ញុំផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹងណាខ្ញុំចូលទៅមើលបាទ channel នេះជា channel ផ្ទាល់ខ្លួនរបស់ខ្ញុំថតសកម្មភាពផ្សេងដូចជានៅផ្ទះនៅអីអញ្ចឹងយើងតានេះយើងថតលេងអញ្ចឹងបងប្អូនបាទអញ្ចឹងពេលយើងផុសវីដេអូសតវាមាន view បងប្អូនកាលដំបូងខ្ញុំផុសសតលាយជាមួយនឹងឡងអញ្ចឹងខ្ញុំផុសឡងផងសតផងលាយគ្នាអញ្ចឹងទៅពេលដែលយើងអត់ដឹងកាលមុនយើងអត់ដឹងដល់ពេលយើងផុសទៅផុសមកផុសទៅផុសមកឥឡូវតង់សតតង់ឡងគឺអត់មាន view ទេបងប្អូនបាទគេថាវាធ្លាក់ជាក់ស្ដែងបងប្អូនមើលវីដេអូរបស់ខ្ញុំគឺអត់មាន view សំបីមួយបងប្អូនបាទមើលអានេះសកម្មភាពដែលខ្ញុំថតសកម្មភាពផ្សេងអញ្ចឹងណាបងប្អូនបាទយើងស្ដាយវីដេអូយើងផុសចូល channel YouTube ផ្ទាល់ខ្លួនរបស់យើងទៅអញ្ចឹងការផុសវីដេអូរបស់យើងដូចខ្ញុំតែងប្រាប់បងប្អូនយើងកុំផុសលាឡំគ្នាយើងផុសសតឲ្យដឹងសតឡងឲ្យដឹងឡងអញ្ចឹងពេលយើងផុសលាឡំគ្នាជាមួយ channel តែមួយវាអាចនឹងធ្លាក់ view កាលមុនខ្ញុំផុសឡង view ក៏បានច្រើនដែរបងប្អូនបាទវាមិនច្រើនណាស់ទេគេថា200-300 view អីដែរអញ្ចឹងកាលវីដេអូមុនដល់ពេលឥឡូវនេះខ្ញុំផុសលាយគ្នាសតផងឡងផងឡងសតយូរទៅបាត់តង់ឡងបាត់តង់សត view ធ្លាក់អស់លេងមាន view បងប្អូនអាចមើលបានណាវីដេអូថ្មីតែមួយថ្ងៃពីរថ្ងៃអញ្ចឹងហ្នឹងនេះវីដេអូសតនេះខ្ញុំទៅផុស2ថ្ងៃដែរវាបាន 1k ដែរវាពេលខ្លះវាមាន view ពេលខ្លះអត់មានទេបងប្អូនបាទអញ្ចឹងអានឹងជាក់ស្ដែងបងប្អូនយើងពេលយើងផុសយើងត្រូវដឹងដែរថាយើងចង់បានsubscribe យើងដាក់សតទៅបងប្អូនបាទបើយើងចង់បាន subscribe យើងផុសសតទៅយើងឡើង subscribe បើសិនជាយើងចង់បានម៉ងលឿនបងប្អូនផុសឡងបានម៉ងលឿនហើយមួយទៀតបើសិនជាបងប្អូនគ្រប់ធ្វើឲ្យគ្រប់ subscribe ហើយចាំបងប្អូនរម៉ងក៏បានដែរឬមួយក៏បងប្អូនចង់បានម៉ងមុនក៏បានដែរយើងផុសឡងទៅឡងចាប់ពី8នាទីអីឡើងយើងបានម៉ងលឿនបងប្អូនបាទ8នាទីបើកាន់តែយូរកាន់តែល្អអញ្ចឹង10នាទីអីឡើងទៅគឺល្អបាទអញ្ចឹងបើសិនជាបងប្អូនធ្វើយើងត្រូវតែដឹងដែរថាពេលយើងផុសវីដេអូចូល channel YouTube របស់យើងបើយើងមិនចង់ឲ្យ channel YouTube យើងធ្លាក់ view ទេបងប្អូនកុំផុសលាយគ្នាកាលមុនយើងអាចលាយបានពេលយើងលាយទៅវាអាចមាន view មានអីខ្លះដែរតែយូរទៅធ្លាក់វាលែងមានហើយបងប្អូនបាទអញ្ចឹងបើសិនជាយើងធ្វើយើងត្រូវដាក់ឡងសុតបើសិនសតទៅបងប្អូនបាទអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាបងប្អូនមានចង្អុលអីអាច comment សួរនៅក្រោមវីដេអូរបស់ខ្ញុំបានចាំខ្ញុំទំនេរខ្ញុំមើលឃើញខ្ញុំនឹងជួយឆ្លើយបងប្អូនបាទ
ជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូនបាទអរគុណច្រើនបាយបាយ